ទៀតហើយអ្នកសៀមរាបគឺអត់តន់អស់ចំហាយសង្ក្រាន្តឆ្នាំថ្មីទេសង្ក្រាន្តឆ្នាំថ្មីនៅវត្តសវណ្ណសាគរហៅកាត់ថាវត្តកោះខ្សាច់នៅខេត្តសៀមរាបបងប្អូនកុំភ្លេចណាបងប្អូនទាំងអស់គ្នាអាចនាំមិត្តភ័ក្តិឬក៏គ្រួសារមកលេងជុំគ្នាបាននៅវត្តកោះខ្សាច់នៅជិតភ្នំក្រោមយើងនេះឯងហើយកម្មវិធីគឺចាប់ផ្ដើមចាប់ពីថ្ងៃទី24 25 26ខែមេសានេះលើកនេះណាគឺថាខាងវត្តក៏គាត់លេងធំមែនតើបងប្អូនមើលតការរៀបចំខាងវត្តក៏បងប្អូនចង់មកលេងកម្សាន្តដែរទាំងការពូនភ្នំខ្សាច់មានការលេងល្បែងប្រជាប្រិយមានតន្ត្រីស្គរដៃទៀតណាបងប្អូនហើយបងប្អូនបានឃើញថាលោកតាលោកយាយគាត់កំពុងតែខំសស្រាក់សស្រាំមែនតើក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅវត្តកោះខ្សាច់នេះហ៎ចឹងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចមកលេងកម្សាន្តនៅវត្តកោះខ្សាច់មកបងប្អូនគឺអត់ខកបំណងសូម្បីតែទេសភាពនៅវត្តកោះខ្សាច់នេះក៏ស្អាតដែរនៅពេលដែលទឹកស្រកនៅបឹងទន្លេសាបយើងនេះណាគឺបងប្អូនទេសភាពគឺស្អាតខ្លាំងមែនតើខ្ញុំគិតថាបងប្អូនកុំភ្លេចណាគួរតែមកលេងនៅវត្តកោះខ្សាច់ទាំងអស់គ្នា